លំដាប់ទី5គឺ The North London Derby ឬការប្រជែងនៅតំបន់ភាគខាងជើងទីក្រុងឡុងរវាង Arsenal ជាមួយនឹង Tottenham Hotspur នៅភាគខាងជើងទីក្រុងឡុងនេះមិនមែនជាចំនួនដែលការចេញពីការប្រជែងពានអីទេតែវាចេញពីការប្រជែងដើម្បីកាន់កាប់ទឹកដីនិងទីតាំងឈរជើងស្ដាប់អត់ច្រឡំទេត្រឡប់ទៅឆ្នាំ1913 Arsenal បានផ្លាស់ប្ដូរទីតាំងទៅតំបន់ភាគខាងជើងនៃទីក្រុងឡុងពោលគឺនៅចំពីក្រោយផ្ទះរបស់ Spur បដ ாய் សម្រាប់អ្នកគាំទ្រ Spur វាដូចជាការឈ្លានពានអញ្ចឹងតែសម្រាប់ Arsenal នឹងគឺជាផ្ទះថ្មីរបស់គេចាប់ពីពេលហ្នឹងមកក្លឹបពីរហ្នឹងចាប់ផ្ដើមបដោតក្នុងសង្គ្រាមមួយហ្នឹងសង្គ្រាមដើម្បីកាន់កាប់ឈ្មោះជាអ្នកតំណាងនៃភាគខាងជើងនឹងឯង Arsenal តំណាងឲ្យបាល់ទាត់ដែលផ្ដោតលើការប្រយុទ្ធភាពស៊ីវិល័យនិងទំនៀមរបស់ក្លឹបចំណែក Tottenham គេតំណាងឲ្យភាពរស់រវើកការតតាំងប្រឆាំងនឹងការដែលនៅពីក្រោយស្រមោលរបស់អ្នកជិតខាងកម្ដៅវាកាន់តែក្តៅឡើង tempo ក្នុងការលេងកាន់តែមានសន្ទុះនៅរៀងរាល់ការប្រកួត The North London Derby ម្ដងវាភាពបានជាសង្គ្រាមដើម្បីដណ្ដើមសិទ្ធិកាន់កាប់ចាឈ្មោះនៅលើទីតាំងផ្លូវនិងមហាវិថីក្នុងតំបន់ទី4គឺ The Klassiker រវាង Bayern Munich ជាមួយនឹង Borussia Dortmund